បាទជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបប្រើម៉ាស៊ីនគិតលេខហើយគណនាទៅលើ matrix a បូក b a ដក b matrix a គុណ b ចម្រាស់នៃ matrix a ហើយនិងចម្រាស់នៃ matrix b បាទអញ្ចឹងជាដំបូងគឺយើងត្រូវបើក Casio យើងមកបាទហើយបន្តមកទៀតយើងចុចកន្លែងពាក្យថា setup បាទហើយយើង scroll ទៅរកពាក្យថា matrix បាទអញ្ចឹង matrix របស់យើងនេះគឺចំលេខ4អញ្ចឹងយើងចុចលេខ4ទៅបាទចុចលេខ4នៅនេះគេឲ្យយើងមាន define matrix បាទមាន matrix A B C D អញ្ចឹងខ្ញុំសូមបញ្ចូល matrix A ឬក៏ A គឺលេខ1នេះសិនបាទហើយវាសួរយើងថាយើងនឹងចង់បាន matrix នេះលំដាប់ជួរដេកប្រមាណអញ្ចឹងមកយើង matrix របស់យើងនេះជួរដេកវា2អញ្ចឹងចុចលេខ2ទៅបាទហើយវាសួរជួរឈរយើងប្រមាណដែរ2បាទអញ្ចឹងយើងចុចលេខ2ទៀតបាទហើយបន្តមកទៀតយើងបញ្ចូលធាតុរបស់ matrix ចូលទៅរបស់យើងនេះគឺមាន3បាទយើងចុចស្មើទៅមាន4បាទបន្តមកទៀត5បាទចុចស្មើទៀតទៅគឺ2បាទអញ្ចឹងខ្ញុំបានបញ្ចូល matrix A រួចហើយអញ្ចឹងខ្ញុំត្រូវការបញ្ចូល matrix B អញ្ចឹងខ្ញុំសូមចុចកន្លែងពាក្យថា AC នេះបាទហើយបន្តមកទៀតខ្ញុំធ្វើដូច matrix A ដែរគឺខ្ញុំចូលកន្លែង setup បាទហើយខ្ញុំចុចកន្លែងលេខ4ដើម្បីចូលទៅ matrix ហើយខ្ញុំចុចលេខ2ដើម្បីទៅបញ្ចូល matrix B បាទអញ្ចឹង matrix របស់យើងគឺលំដាប់ពីខ្វែង2អញ្ចឹងជួរដេក2ជួរឈរ2បាទហើយបន្តមកទៀតខ្ញុំសូមបញ្ចូលធាតុរបស់ matrix B របស់យើងនេះមានធាតុ6បាទ1បាទហើយដក2ហើយនឹង1បាទអញ្ចឹងខ្ញុំបានបញ្ចូលធាតុរបស់ matrix B រួចហើយបាទអញ្ចឹងហើយខ្ញុំសូមចុចកន្លែង AC បាទអញ្ចឹងយើងបានបញ្ចូលនៅក្នុង Casio របស់យើងហើយអញ្ចឹងសំណួរទី1គេឲ្យយើងគណនា matrix A បូក B បាទអញ្ចឹងខ្ញុំនឹងហៅ matrix A បូក B អញ្ចឹងខ្ញុំចុចកន្លែង option បាទចុចកន្លែង option នេះហើយយើងមើលមានលេខ1លេខ2 3 4 5 6បាទអញ្ចឹងយើងចុចលេខ3ព្រោះ matrix A បាទអញ្ចឹងខ្ញុំចុចលេខ3ទៅបាទវាលុត matrix A ហើយដាក់សញ្ញាបូកបាទហើយខ្ញុំចុចកន្លែង option ម្ដងទៀតហើយខ្ញុំចុចលេខ4ហ្នឹងគឺនេះ4នេះគឺ matrix B បាទអញ្ចឹងចុចលេខ4ទៅបាទអញ្ចឹងខ្ញុំចុចសញ្ញាស្មើបាទអញ្ចឹងគឺយើងបានហើយបាទផលបូក matrix របស់យើងអញ្ចឹងផលបូករបស់យើងនេះគឺមានធាតុបាទមាន9បាទតមកទៀតគឺបាទ5បាទតមកទៀតគឺ3ហើយបន្តមកទៀតគឺ3បាទនេះគឺ matrix A បូក B បន្តមកទៀតគឺ matrix A ដក B ក៏យើងធ្វើដូចគ្នាដែរបាទអញ្ចឹងខ្ញុំសូមចុចកន្លែង AC នេះចេញបាទហើយខ្ញុំហៅ matrix A អញ្ចឹងខ្ញុំចុចកន្លែង option ហើយចុចកន្លែងលេខ3នេះដាក់សញ្ញាដកវិញចុចកន្លែង option ដដែលហើយយកលេខ4បាទអញ្ចឹងយើងឃើញហើយ matrix A ដក matrix B ចុចសញ្ញាស្មើមកបាទអញ្ចឹងយើងបានធាតុជួរដេកទី1ជួរឈរទី1យើងគឺដក3បាទតមកទៀត3បាទហើយ7ហើយនឹងបាទ1អញ្ចឹងសំណួរ C របស់យើងបន្តទៀតគឺ matrix A គុណ matrix B បាទអញ្ចឹងខ្ញុំចុចកន្លែង AC ហ្នឹងហើយខ្ញុំហៅម្ដងទៀតគឺ option ហើយចុចលេខ3បាទចានេះ matrix A ខ្ញុំចុចសញ្ញាគុណ
ហើយខ្ញុំហៅ matrix B ដោយចុចពាក្យថា option នេះបាទហើយចុចលេខ4បាទចុចសញ្ញាស្មើបាទអញ្ចឹងmatrix A គុណ B របស់យើងគឺបាទ10ហើយ7បាទ26ហើយបាទ7បាទបន្តមកទៀតគឺសំណួរ D របស់យើងគឺចម្រាស់នៃ matrix A បាទអញ្ចឹងខ្ញុំចុចកន្លែង AC ដដែលចូលលេខ option បាទហើយខ្ញុំហៅ matrix A មកគឺលេខ3ហើយដកមួយនេះយើងមើលទៅលើនៅរបស់យើងនេះមាន x សេគុណដក1ចុចលេខហ្នឹងទៅបាទអញ្ចឹងវាបាន a ដក1ហើយចុចសញ្ញាស្មើទៅបាទអញ្ចឹងដោយសារ matrix ច្រាស់របស់យើងនេះវាមានជាចំនួនប្រភេទនៅនេះវាចែកអញ្ចឹងតែម្ដងអញ្ចឹងគឺនេះខ្ញុំសូមសេចូលនេះគឺបាទគឺបានដក0.142បាទតមកទៀតគឺ0.2857បាទហើយមកក្រោមនេះគឺ0.3571នេះគឺដក0.214បាទតែបើការកណនាជាក់ស្ដែងអានឹងយើងដាក់ជាប្រភេទទៅបាទតែនៅក្នុងម៉ាស៊ីនកលេចនេះវាចែកជាចំនួនទស្សភាគឲ្យយើងបាទហើយនៅសំណួរចុងក្រោយ E នេះគឺចម្រាស់នៃ matrix B បាទអញ្ចឹងយើងចុចកន្លែង AC សិនហើយយើងចូលកន្លែង option ហើយចុចលេខ4 matrix B ហើយចុចកន្លែង x សេគុណដក1ទៅបាទហើយចុចសញ្ញាស្មើទៅបាទអញ្ចឹងចម្រាស់នៃ matrix B របស់យើងនេះក៏ជាចំនួនទស្សភាគដែរបាទអញ្ចឹងគឺមាន0.125បាទនេះដក0.125នេះ0.4សំដៅ0.25បាទនេះ0.5បាទបាទអញ្ចឹងលំហាត់យើងគឺចប់តែប៉ុណ្្នេះហើយបាទសូមអរគុណ